បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺមកលើផ្ទះជាលើកទី2បាទអញ្ចឹងការឌីក័រស្លឹកជញ្ជាំងផ្ទះគឺរួចរាល់100%រួចហើយបាទយើងនៅឌីក័របន្ថែមបន្តិចបន្តួចទៀតសម្រាប់តាមបន្ទប់ហើយនឹងឌីហ្សាញអឺដាក់ទៅរៀបចំឌីហ្សាញយ៉ាងម៉េចមកតាមបន្ទប់ទៀតបាទនឹងហើយរៀបចំតុបតែងភ្លើងនិងអឺតុទូកៅអៅហ្នឹងយើងត្រូវឌីហ្សាញដាក់របៀបយ៉ាងម៉េចបាទអញ្ចឹងការឌីហ្សាញនេះយើងនឹងថតបង្ហាញបងប្អូនអស់ឲ្យបានមើលឲ្យបានឃើញទាំងអស់គ្នាបាទហ្នឹងហើយរងចាំតែអីវ៉ាន់គេផ្ញើពីពេញមកដល់យើងនឹងចាប់ដើមចំការឌីហ្សាញតាមបន្ទប់បាទហ្នឹងហើយបងប្អូនទាំងអស់គ្នាក៏រងចាំទស្សនាទាំងអស់គ្នាហើយបងប្អូនក៏ជួយ Subscribe អ្នកមួយផងហ្នឹងហើយ YouTube របស់ខ្ញុំមួយនេះឆាប់គ្រប់ឱកាសបាទខ្ញុំនឹងធ្វើវីដេអូល្អថ្មីសម្រាប់ការ design និង decor ឲ្យបងប្អូនទស្សនាទាំងអស់គ្នាបាទហ្នឹងហើយឥឡូវយើងឡើងទៅមើលជាន់លើទាំងអស់គ្នាបាទតាមបន្ទប់គឺរួចរាល់ហើយនៅតែអីវ៉ាន់តុកទូអីមកដល់ទ្វារអីមកដល់យើងចាប់ផ្ដើមតម្លើងទាំងអស់គ្នាបាទហ្នឹងហើយចាំសកម្មភាពខ្ញុំនឹងថតឲ្យបងប្អូនមើលទាំងអស់គ្នាបាទអញ្ចឹងថាការរៀបចំ design decor ហ្នឹងរបៀបណាដើម្បីឲ្យវាមានសុខភាពក្នុងបន្ទប់ស្អាតទាំងអស់គ្នាបាទហ្នឹងហើយបាទអរគុណចំពោះការតាមដានវីដេអូដូចជា Subscribe និងការ like វីដេអូរបស់ខ្ញុំបាទអរគុណច្រើនចំពោះបងប្អូនដែលតែងតែគាំទ្រនៅ Channel របស់ខ្ញុំជាដើមបាទអរគុណធំបាទនេះផ្ទុកទឹកបងប្អូនហ្នឹងហើយយើងរៀបចំរួចរាល់ហើយបាទអញ្ចឹងវីដេអូលើក្រោយគឺខ្ញុំនឹងបង្ហាញបងប្អូនថាការ design និង decor ហ្នឹងគឺរួចរាល់ 100% នឹងតាមបន្ទប់ព្រោះយើងនៅរងចាំតែអីវ៉ាន់ដែលផ្ញើពីភ្នំពេញមកយើងចាប់ដើមតម្លើងតុកទូរៀបចំបន្ទប់ដាក់វាំងននដាក់ទ្វារដាក់អីទាំងអស់បាទហ្នឹងហើយអញ្ចឹងបងប្អូនរងចាំទាំងអស់គ្នារងចាំតាមដានទាំងអស់គ្នាហ្នឹងហើយជួយចុច Subscribe ហើយរូបកណ្ដឹងផងដើម្បីខ្ញុំធ្វើវីដេអូលើក្រោយទៅបងប្អូននឹងបានឃើញទាំងអស់គ្នាបាទហ្នឹងហើយបានឃើញតាបងប្អូនចង់បានការdesign និង decor តាមបន្ទប់ឬក៏បងប្អូនចង់ធ្វើអីទំនាក់ទំនងនឹង comment នៅខាងក្រោមផងបានអញ្ចឹងខ្ញុំនឹងមានក្រុមការងារឲ្យបងប្អូនពិភាក្សាអរគុណច្រើនបាទអរគុណច្រើនចំពោះការតាមដានជាពិសេសបាទអញ្ចឹងពួកខ្ញុំធ្វើនេះគឺ4ផ្ទះណាបងប្អូនហ្នឹងហើយ4ផ្ទះហ្នឹងគឺម៉ូដហ្នឹងតែមួយទេបងហ្នឹងហើយ4ផ្ទះហ្នឹងគឺម៉ូដតែមួយទេបាទពីខាងក្រោយផ្ទះបាទគឺម៉ូដវាតែមួយទេគឺបន្ទប់ខាងលើខាងក្រោមគឺតែមួយទេបាទអញ្ចឹង4ផ្ទះទាំងអស់4ផ្ទះហ្នឹងហើយផ្ទះវីឡាហ្នឹងគឺ4ផ្ទះបាទរៀបចំការ design តុបតែងនឹងអស់បាទហ្នឹងហើយមានកន្លែងទទួលភ្ញៀវកន្លែងធ្វើការហ្នឹងហើយមានផ្ទះបាយបាទទាំងអស់ហ្នឹងគឺការចេញប្លង់មកគឺស្អាតមែនផ្ទះហ្នឹងបាទនេះកន្លែងទទួលភ្ញៀវបាទនេះកន្លែងទទួលភ្ញៀវពីមុខច្រកធំចូលមកកំចដាងាកមកខាងស្ដាំដៃនេះជាបន្ទប់ទឹកមួយបាទបន្ទប់ទឹកមួយបន្ទប់ទឹកបាទហើយនេះបន្ទប់គេងបន្ទប់គេងមួយទៀត
ពេលហើយមានបន្ទប់ទឹកនៅអែបហ្នឹងបណ្ដោយបាទហើយបន្ទប់ហ្នឹងគឺទ្វារកញ្ចក់ទាំងអស់បងប្អូនហ្នឹងហើយគឺគេដាក់ទ្វារកញ្ចក់ទាំងអស់បាទតែយើងមិនទាន់បានតម្លើងទេបាទព្រោះឧបករណ៍មិនទាន់មកដល់បាទហ្នឹងហើយនៅខាងនេះគឺផ្ទះបាយហ្នឹងហើយឥឡូវយើងទៅមើលទៅលើខាងលើបងប្អូនបាទហើយទីខំចដាលហ្នឹងគឺមិនមែនម៉ាតទេណាបងប្អូនកុំច្រឡំថាម៉ាតឬក៏អីតែពិតជ័រទេណាបងប្អូនជ័រទេស្អាតណាស់បងប្អូនបាទពីជ័រលេខ1របស់គេហ្មងបងប្អូនបាទហ្នឹងហើយបើមានការខុសឆ្គងកន្លែងណាមួយក៏សូមខន្តីអភ័យទោសចំពោះសំណាក់បងបងបាទព្រោះខ្ញុំជាអ្នកថ្មីមិនសូវចេះថតវីដេអូទេបាទនេះគឺថតខ្លួនឯងអស់បាទអត់មានយកវីដេអូគេមកកាត់តអីទេបាទទេមកហ្នឹងហើយគឺខ្ញុំធ្វើដោយខ្លួនខ្ញុំថតដោយខ្លួនខ្ញុំបាទអរគុណច្រើនចំពោះការsubscribe ហើយនិងជួយរូបកណ្ដឹងបងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់បាទអរគុណច្រើន Thôi hết rồi.